មានបងប្អូនយើងខ្លះឆាតមកសួរខ្ញុំថាហេតុអីបានរូបគាត់ថតចេញមកលឿងរហូតចឹងថតមិនទៅមនុស្សមើលទៅសាច់សស្អាតហ្មងមូលហេតុគឺមកពីយើងធ្វើការសេរី white balance ខុស white balance ដែលយើងស្គាល់តែ K ហ្នឹងណានៅពេលដែល K លេខកាន់តែធំពណ៌កាន់តែលឿង K លេខកាន់តែតូចពណ៌កាន់តែខៀវឧទាហរណ៍ថាបើយើងថតចេញមកលឿងខ្លាំងជាងត្រូវថែមពណ៌ខៀវត្រូវទម្លាក់លេខ K មកលេខទូចប៉ុន្តែបើយើងថតចេញមកឯងខៀវវិញយើងត្រូវថែមលឿងមានន័យថាបុក K បុកលេខ K ឡើងកាន់តែខ្ពស់ដើម្បីឲ្យពណ៌របស់រូបយើងហ្នឹងមើលទៅមានពណ៌ធម្មជាតិក៏អញ្ចឹងទៅមានសំណួរសួរទៀតថាចុះបើក្រៅពីពណ៌លឿងនិងពណ៌ខៀវត្រូវធ្វើមិនវិញទៅអូខេកាប៉ាតើ white balance ក្រៅពីសេរី K នៅមាន white balance chip ដែលយើងអាចសេរីបានពណ៌ច្រើនជាងនឹងទៀតឥឡូវយើងមើលរូបយើងវិញខាងស្ដាំគេអក្សរ A គឺតំណាងឲ្យពណ៌ក្រហមខាងឆ្វេងគេអក្សរ B គឺតំណាងឲ្យពណ៌ខៀវខាងលើគេអក្សរ G គឺតំណាងឲ្យពណ៌បៃតងខាងក្រោមគេអក្សរ M ហ្នឹងគឺតំណាងឲ្យពណ៌ផ្កាឈូកហើយក្រៅពីពណ៌4ខាងលើមិញហ្នឹងយើងក៏អាចសេរីពណ៌ផ្សេងបានដែរឧទាហរណ៍ពណ៌ក្រហមបុកពណ៌បៃតងគឺចេញពណ៌លឿងពណ៌បៃតងបុកពណ៌ខៀវគឺចេញពណ៌ផ្ទៃមេឃពណ៌ខៀវបុកពណ៌ផ្កាឈូកគឺចេញពណ៌ស្វាយពណ៌ឈូកបុកពណ៌ក្រហមគឺចេញពណ៌ក្រហមដិតហើយតាមពិតក្រៅពីពណ៌ទាំងអស់មិញហ្នឹងនៅក្នុង white balance chip ហ្នឹងដែលយើងឃើញមកគ្រាប់4ជ្រុងហ្នឹងគឺសុទ្ធតែមានពណ៌ផ្សេងៗទាំងអស់ពណ៌វាងសួរពណ៌វាងកម្ៅតាមហ្នឹងចឹងទៅពាក់ព័ន្ធជាមួយនឹងការសេរី white balance ដែលយើងហៅថាសេរីពណ៌មិញហ្នឹងយើងអាចប្រើវាទៅតាមស្ថានភាពជាក់ស្ដែងថាតើយើងចង់បានពណ៌ម៉េចគឺយើងអាចសេរីពណ៌ថែមថយពណ៌ទៅតាមហ្នឹងបានជាចុងក្រោយសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត